យាយពីល្ងាចមិញនេះគឺម្ហូបតំណមែនតើបងប្អូនអើយគឺថាមកមុខនេះគឺថាកូនខ្ញុំចូលចិត្តណាស់គាត់តែឃើញខ្ញុំទិញសាច់គោមកដាក់អួតគេតាំងពីថ្ងៃដល់ល្ងាចបងប្អូនដោយសារធ្វើគោឡើងក្នុងនេះពួកគាត់ចូលចិត្តណាស់បងប្អូនហើយមានបន្លែតែប្រហែលមុខគឺយើងអាចធ្វើញ៉ាំបានហើយនេះខ្ញុំធ្វើតាមបន្លែដែលនៅសល់ក្នុងធុងទឹកកកខ្លះសេប្រហែលថ្ងៃបងប្អូនមានការ៉ុតផ្សិតហើយនឹងស្ពៃបូកគោបងប្អូនហើយមានដាក់ខ្ទឹមបារាំង10000តែដោយសារសាច់គោគឺបន្លែទាំងហ្នឹងគឺឆ្ងាញ់ហើយសាច់គោយើងមុនយកទៅធ្វើគឺខ្ញុំប្រឡាក់ជាមួយប្រេងខ្យងម្សៅស៊ុបហើយនឹងពងមាន់មកគ្រាប់បងប្អូនហើយយើងដាក់កាទៀឲ្យក្តៅមកទៅមកយើងធ្វើការដាក់បើយើងចូលយើងមានតែខ្ទះហ្នឹងមួយបន្លែតិចតួចបើមកកំប៉ុងមកគឺអាចធ្វើញ៉ាំបាននេះធ្វើពេលជុំបងប្អូនគឺថាសប្បាយមែនតើបងប្អូនខ្លាញ់ក៏ត្រូវដែរបងប្អូនគឺជាមួយជាមកអែមបងប្អូនអើយចង់ធ្វើហូបអីធ្វើទៅអានេះងាយហើយវីដេអូនេះបើបងប្អូនអូឃើញពេលយប់អីកុំប្រកែកប្រកាន់អីបងប្អូនអើយដោយសារទោះតែបិទតុបានធ្វើញ៉ាំដោយសារកូនតូចទោះតែកូនដេកអញ្ចឹងបានធ្វើញ៉ាំហើយបើឃើញផុសពេលយប់ប្រឡប់អីបងប្អូនកុំប្រកែកប្រកាន់អីចង់ធ្វើហូបអីគឺធ្វើទៅហើយថ្ងៃហ្នឹងគឺបានហូបតែ3នាក់ទេបងប្អូនដោយសារប្តីខ្ញុំគាត់អត់នៅផ្ទះធ្វើការឆ្ងាយអញ្ចឹងហើយហូបតែ3នាក់ហ្នឹងឯងបងប្អូនធម្មតាទេធ្វើហូបហើយថតបខហើយពេលដែលឃើញមកហូបអញ្ចឹងហើយគឺនឹកឃើញដល់ជាក់តែម្ដងបងប្អូនកូនខ្ញុំនេះចាំអីទៅយកមកឲ្យមកកំប៉ុងទាន់ត្រូវចិត្តទៀតបងប្អូនអើយមានតែយើងហូបចាប់ហូបក្តៅជាមួយទៅគ្រឿងកោះកុងអំបិលម្រេចទៀតគឺថាមកអែមបងប្អូនឆ្ងាញ់មែនតើមកមុខនេះគឺខ្ញុំអាសាធ្វើហូបណាស់ដោយសារហូបទៅយើងមានកម្លាំងខ្ញុំនេះគឺខ្ញុំធ្វើវិធីសាស្ត្រខ្ញុំធ្វើខុសពីគេបងប្អូនខ្ញុំឃើញបងប្អូនគាត់ធ្វើខ្លះគាត់ធ្វើរបៀបដាក់ទឹកស៊ុបមានឆ្នាំងដូចទឹកស៊ុបពីក្រោមតែចំពោះខ្ញុំចូលចិត្តធ្វើដាក់បើហើយដាក់បន្លែសាច់គោច្បល់ជាមួយគ្នាលើខ្ទះហើយយើងចាំហូបក្តៅអញ្ចឹងឯងបងប្អូនហើយមួយជាក់កិនស្បឺតមកកំប៉ុងនេះថាមកអែមបងប្អូនអើយមានអីហូបហើយគេលក់ស្រួលតែមកកំប៉ុងហ្នឹងគេលក់ស្រួលបោះព្រឹកតែម្ដងបងប្អូនហើយនេះយើងចាប់ហូបក្តៅគឺឆ្ងាញ់មែនតើហើយបងប្អូនអូឃើញអីកុំប្រកែកកាន់បងប្អូនធ្វើញ៉ាំទៅងាយស្រួលបើសិនជាបងប្អូនអត់ដាក់ផ្សិតដូចខ្ញុំបងប្អូនចង់ហូបបន្លែអីអាចដាក់បន្លែនឹងបានយើងជាភាសាយើងប្រើជាមួយទឹកគោយើងប្រើជាមួយការ៉ុតទៀតរត់តែឆ្ងាញ់បងប្អូនខ្ញុំនេះដោយសារការ៉ុតសល់ពីល្ងាចតែមកកណាត់ហ្នឹងខ្ញុំធ្វើដាក់មកកណាត់ហ្នឹងទៅតែបងប្អូនមានច្រើនដាក់បន្លែច្រើនកាន់តែឆ្ងាញ់វីដេអូនេះទើបតែបានកាត់ទេដោយសារអត់មានពេលទើបតែបានកាត់ព្រឹកមិញនឹងឯងយករកពេលកាត់អត់បានខ្លាចវាជាប់សលេងអញអញ្ចឹងទៅអញ្ចឹងហើយគឺទៅតែជិបឡើងទើបបានកាត់បងប្អូននេះហើយឥឡូវនេះយើងទៅស្ដាប់សលេងស៊ីនទាំងអស់គ្នាបងប្អូនញ៉ាំញ៉ាំទៅញ៉ាំចង់អត់ញ៉ាំចូលតាមណាanh